33ការលបួងទុកវេទនានិងការបៀតបៀនដែលពួកបរិសុទ្ធនឹងត្រូវប្រឈមមុខប្រសិនបើអ្នកក្រឡេកមើលផ្នែកចុងក្រោយនៃគម្ពីរវិវរណៈដែលបានចែងថានៅពេលដែលទីបញ្ចប់ខិតជិតមកដល់អស់អ្នកដែលពិនិត្យមើលជីវិតរបស់ពួកគេនិងលៀងអាវនោះនឹងបានពរនៅទីនេះពាក្យអាវត្រូវបានបកស្រាយនៅក្នុងព្រះគម្ពីរថាជាអំពើសុចរិតរបស់ពួកបរិសុទ្ធដូច្នេះយើងអាចឈរនៅចំពោះព្រះបានដោយពាក់សម្លៀកបំពាក់នៃអំពើរបស់យើងមិនមែននៅក្នុងសម្លៀកបំពាក់ប្រឡាក់ទេប៉ុន្តែនៅក្នុងសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកយ៉ាងស្អាតហើយការអធិដ្ឋានរបស់ពួកបរិសុទ្ធបានឡើងទៅឯព្រះដូចជាក្លិនក្រអូបហើយត្រូវបាននាំទៅឯព្រះតាមរយៈទេវតាសាតាំងដែលត្រូវបានបណ្ដេញចេញមកផែនដីវាបានលបួងហើយបៀតបៀនមនុស្សសាតាំងលបួងមនុស្សហើយបង្កើតឲ្យមានសាសនាមិនពិតគោលបំណងជាមូលដ្ឋានរបស់សាតាំងគឺរារាំងមនុស្សមិនឲ្យជឿលើព្រះនឹងមានពេលមួយដែលសាសនាមិនពិតនឹងបង្កើតការអស្ចារ្យជាច្រើនដើម្បីលបួងអ្នកជឿជាច្រើនហើយបន្ទាប់មកវានឹងធ្វើការបៀតបៀនដល់មនុស្សដូច្នេះពេលយើងឃើញសាសនាមិនពិតនិងនយោបាយធ្វើការជាមួយគ្នានោះយើងនឹងឃើញថាវានឹងមានការធ្លាក់ចុះជាមួយគ្នាសាសនាត្រូវតែបំពេញបេសកកម្មរបស់ខ្លួនដោយត្រូវតែនិយាយចំពោះនយោបាយនៅពេលដែលនយោបាយធ្វើការខុសផ្ទុយទៅវិញសាសនាបែរជាធ្វើការជាមួយនយោបាយដែលនេះជាហេតុដែលធ្វើឲ្យពួកគេប្រព្រឹត្តអំពើបាបជាមួយគ្នានៅគ្រាចុងក្រោយបង្អស់នឹងមានពេលមួយដែលសាសនាคล้ายៗនិងនយោបាយធ្វើការជាមួយគ្នាដើម្បីព្យាយាមលបួងអ្នកដែលរស់នៅដោយសុចរិតហើយបៀតបៀននិងជន់ឈ្លីពួកគេនៅពេលនោះវានឹងក្លាយជាស្ថានភាពដ៏អាក្រក់មួយដែលអ្នកជឿនឹងត្រូវបានគេស្នើសុំឲ្យទទួលសញ្ញានៅលើដៃស្ដាំឬថ្ងាសប៉ុន្តែបើមិនទទួលបានសញ្ញានោះអ្នកជឿនឹងមិនអាចទិញលក់អ្វីមួយបានទេចំពោះបុគ្គលដែលមានអំណាចខ្ពស់បំផុតក្នុងលោកគេនឹងធ្វើរូបបុគ្គលនោះហើយតាំងរូបនោះជាព្រះប្រសិនបើមាននរណាមិនក្រាបថ្វាយបង្គំរូបនោះអ្នកនោះនឹងត្រូវបានគេសម្លាប់សម័យដែលយើងរស់នៅឥឡូវជាសម័យមួយដែលមិនមានការបៀតបៀនសាសនាច្រើនទេទោះយ៉ាងណាក៏ដោយនៅពេលដែលទីបញ្ចប់ខិតជិតមកដល់អស់អ្នកដែលធ្វើតាមសេចក្តីពិតជឿលើព្រះបន្ទូលរបស់ព្រះហើយព្យាយាមរស់នៅតាមព្រះគម្ពីរនឹងត្រូវប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងនេះគឺដោយសារតែព្រះគម្ពីរបានទាយថាវិញ្ញាណអាក្រក់ពោលគឺអរិយសាតាំងនិងមេប្រឆាំងព្រះគ្រីស្ទវានឹងរួមកម្លាំងជាមួយនយោបាយដើម្បីលបួងអ្នកដែលដេញតាមការពិតនិងរារាំងពួកគេមិនឲ្យជឿលើព្រះអស់អ្នកដែលយកឈ្នះលើការលបួងនិងការបៀតបៀនទាំងអស់នេះនឹងចូលរួមក្នុងពិធីមង្គលការរបស់កូនជាមនៅស្ថានសួគ៌